តាមគម្ពីរវណ្ណៈចំពោះ11ខ15ទេវតាទាំង7ក៏ផ្លុំឡើងនោះមានឮសំឡេងជាច្រើនបានឮឡើងនៅលើមេឃថានគរទាំងប៉ុន្មាននៅលោកីបានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នានិងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយទ្រង់នឹងសោយរាជ្យនៅអស់កលជានិច្ចរៀងរៀបតទៅអាមែនមើលយើងមើលឃើញរូបភាពនេះឃើញទេវតាទាំង7កំពុងតែផ្លុំត្រែទាំង7ដូច្នេះហើយបានជាសូមឲ្យបងប្អូនឆាប់ជឿដល់ព្រះគ្រីស្ទព្រោះការដែលផ្លុំត្រែនេះជាការមួយបញ្ជាក់ឲ្យដឹងថាចម្បាំងចូលចិត្តដល់ហើយទោះបើគម្ពីរបានប្រាប់នៅទីនេះថាមានឮសំឡេងយ៉ាងខ្លាំងនៅលើមេឃថានគរទាំងប៉ុន្មាននៅលោកីបានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នានិងជារបស់ផងព្រះគ្រីស្ទជាព្រះអម្ចាស់នៃទ្រង់ហើយទ្រង់នឹងសោយរាជ្យនៅអស់កលជានិច្ចរៀងរៀបតទៅអាមែនដូច្នេះសូមឲ្យបងប្អូនឆាប់ជឿព្រះគ្រីស្ទពីឥឡូវទៅដើម្បីយើងរួចពីការគ្រាវេទនានេះដែលត្រូវមកនៅខាងមុខទៀតអាមែន